ជំរាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ប្រព័ន្ធគ្រប់គ្រងគណនេយ្យ SQL ERP នៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញពីរបៀបក្នុងការកត់ត្រា Customer Payment នៅក្នុងប្រព័ន្ធរបស់យើងដោយជាដំបូងយើងត្រូវចូលទៅក្នុង Module Customer បន្ទាប់មកចុចលើពាក្យថា Customer Payment រួចចុច New អញ្ចឹងនៅក្នុងការកត់ត្រាយើងត្រូវរើសឈ្មោះអតិថិជនដែលគាត់បានទូទាត់ប្រាក់មកឲ្យយើងបន្ទាប់ពីយើងរើសហើយ invoice ទាំងអស់ដែលគាត់មិនទាន់បានទូទាត់មកឲ្យយើងនឹងបង្ហាញនៅខាងក្រោមនេះទាំងអស់អញ្ចឹងនៅត្រង់កន្លែង paid amount បើសិនជាចំនួនដែលគាត់ទូទាត់ជាក់ស្ដែងប៉ុន្មានគឺយើងត្រូវដាក់ចូលចំនួនប៉ុណ្ណឹងហើយថុចជាមួយនឹង invoice ដែលអតិថិជនគាត់បានទូទាត់មកឲ្យឧទាហរណ៍ថាបើសិនជាគាត់ទូទាត់ទាំងពីរ invoice អញ្ចឹងយើងដាក់ចំនួនទាំងពីរ invoice នឹងសរុបចូលគ្នាហើយយើងធ្វើការថុចទៅលើពីរ invoice ហ្នឹងឬមួយក៏មួយទៀតក្នុងករណីថា invoice មួយហ្នឹងគាត់អត់ទាន់ទូទាត់ឲ្យអស់ទេគឺគាត់ទូទាត់ឲ្យត្រឹមតែពាក់កណ្ដាលសិនអញ្ចឹងយើងអាចដាក់តែចំនួនដែលគាត់ទូទាត់ហើយយើងធ្វើការថុចទៅហើយកន្លែង outstanding មានន័យថាគាត់នៅសល់ជាពាក់ប៉ុណ្ណេះទៀតបន្ទាប់មកទៀតនៅត្រង់កន្លែង receive in នេះសម្រាប់ជ្រើសរើសថាតើយើងទទួលប្រាក់ពីគាត់តាមរយៈអីឧទាហរណ៍តាមរយៈ ABA Bank, Aclida Bank ឬមួយក៏ទទួលជាសាច់ប្រាក់ជាដើមត្រង់ bank charge សម្រាប់ដាក់ទឹកប្រាក់ដែលធនាគារកាត់បើសិនជាមាននិង site number សម្រាប់ដាក់លេខ site បើសិនជាការទូទាត់នេះធ្វើឡើងតាមរយៈ site បន្ទាប់មកយើងអាចដាក់ជា description ឧទាហរណ៍ទទួលការទូទាត់សម្រាប់ថ្លៃសេវាហើយជាចុងក្រោយយើងដាក់ថ្ងៃដែលយើងទទួលប្រាក់និងលេខ receipt យើងអាចទុកចោលបានព្រោះអីប្រព័ន្ធនឹងធ្វើការ generate ឲ្យយើងអូតូបន្ទាប់មកទៀតយើងដាក់ជា agent ឬមួយក៏ area បើសិនជាមានរួចចុច save ជាការស្រេចបន្ទាប់ពីកត់ត្រារួចរាល់យើងក៏អាច print ជា receipt ចេញពីប្រព័ន្ធយើងផងដែរដោយចុច preview នៅត្រង់នេះរួចធ្វើការ save ជាការស្រេចជាចុងក្រោយបើសិនជាបងមានចម្ងល់បន្ថែមបងអាចធ្វើការឆាតសាកសួរនៅក្នុងក្រុម Telegram ឬមួយក៏ join channel Telegram និង follow page ដើម្បីទទួលបាននូវចំណេះដឹងបន្ថែមទាក់ទងជាមួយនឹងការប្រើប្រាស់ប្រព័ន្ធ SQL នេះផងដែរដោយបងអាច scan QR ខាងក្រោមនេះដើម្បី join បានសូមអរគុណ